សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់ចែករំលែកប្រធានបទមួយដែលមានតម្លៃខ្លាំងសម្រាប់មនុស្សគ្រប់រូបគឺរបៀបរស់នៅល្អមនុស្សជាច្រើនគិតថារស់នៅល្អគឺត្រូវមានលុយច្រើនមានផ្ទះធំឬមានតំណែងខ្ពស់តែជាក់ស្ដែងការរស់នៅល្អគឺជាការរស់នៅដែលមានសុខចិត្តសុខកាយមានគោលដៅនិងមិនធ្វើឲ្យអ្នកដទៃឈឺចាប់ចំណុចទី1មានគោលដៅនិងចក្ខុវិស័យក្នុងជីវិតគោលដៅជាខ្សែទិសដៅនៃជីវិតបើគ្មានគោលដៅយើងនឹងរស់នៅទៅថ្ងៃដោយគ្មានការរីកចម្រើនគោលដៅមិនចាំបាច់ធំភ្លាមទេអាចជាគោលដៅខ្លីៗដូចជាកែលម្អខ្លួនឯងរៀនជំនាញថ្មីឬជួយគ្រួសារមនុស្សដែលមានគោលដៅចេះអត់ធ្មត់និងមិនងាយបោះបង់ពេលជួបឧបសគ្គចំណុចទី2គិតវិជ្ជមាននិងគ្រប់គ្រងគំនិតគំនិតជារឿងសំខាន់ណាស់ព្រោះវាបង្កើតអាកប្បកិរិយានិងអនាគតរបស់យើងការគិតវិជ្ជមានមិនមែនជាមិនមានបញ្ហាទេតែជាការមើលបញ្ហាចិត្តស្ងប់និងស្វែងរកដំណោះស្រាយបើអ្នកគិតថាខ្លួនឯងអាចធ្វើបានអ្នកនឹងខិតខំបើអ្នកគិតថាមិនអាចអ្នកនឹងបោះបង់មុនចាប់ផ្ដើមចំណុចទី3ថែរក្សាសុខភាពកាយនិងចិត្តសុខភាពល្អគឺជាមូលដ្ឋាននៃជីវិតល្អសូមចំណាយពេលថែខ្លួនដោយញ៉ាំអាហារដែលមានប្រយោជន៍ធ្វើលំហាត់ប្រាណនិងគេងឲ្យបានគ្រប់គ្រាន់កុំមើលរំលងសុខភាពផ្លូវចិត្តសូមសម្រាកចិត្តពេលតានតឹងនិងកុំទុកបញ្ហាទាំងអស់ម្នាក់ឯងចំណុចទី4រៀនអភិវឌ្ឍខ្លួនឯងជានិច្ចពិភពលោកផ្លាស់ប្ដូរលឿនណាស់បើមិនរៀនបន្ថែមយើងនឹងនៅក្រោយការអានសៀវភៅស្ដាប់វីដេអូអប់រំនិងរៀនពីបទពិសោធន៍អ្នកដទៃជួយឲ្យយើងមានគំនិតទូលំទូលាយនិងមានតម្លៃខ្លួនឯងកាន់តែខ្ពស់ចំណុចទី5មានសីលធម៌សុចរិតភាពនិងវិន័យមនុស្សដែលរស់នៅល្អមិនរស់នៅដោយបោកប្រាស់អ្នកដទៃទេសុចរិតភាពធ្វើឲ្យយើងមានកិត្តិយសនិងគោរពវិន័យធ្វើឲ្យយើងឈានទៅរកភាពជោគជ័យទោះជាមិនមានអ្នកមើលក៏ដោយយើងត្រូវធ្វើអ្វីដែលត្រឹមត្រូវចំណុចទី6ចេះគ្រប់គ្រងអារម្មណ៍និងភាពលំបាកជីវិតតែងតែមានការខកចិត្តបរាជ័យនិងការរិះគន់សូមរៀនទទួលយកប៉ុន្តែមិនបោះបង់មនុស្សខ្លាំងមិនមែនយំទេប៉ុន្តែជាមនុស្សដែលអាចឈរឡើងវិញបន្ទាប់ពីដួលចំណុចទី7ចេះអរគុណនិងចែករំលែកការអរគុណធ្វើឲ្យចិត្តស្ងប់និងសប្បាយសូមអរគុណចំពោះអ្វីដែលមានទោះតិចក៏ដោយការចែករំលែកមិនចាំបាច់ជាលុយពេលខ្លះគ្រាន់តែជាពេលវេលានិងពាក្យល្អក៏អាចផ្លាស់ប្ដូរជីវិតអ្នកដទៃបានបងប្អូនជាទីគោរពការរស់នៅល្អមិនមែនកាត់ឡើងភ្លាមទេវាកាត់ឡើងពីទម្លាប់តូចដែលយើងធ្វើរាល់ថ្ងៃបើអ្នកចាប់ដើមថ្ងៃនេះជីវិតអ្នកនឹងប្រសើរឡើងថ្ងៃស្អែកសូមអរគុណចំពោះការស្ដាប់បើអ្នកចូលចិត្តសូម like share និង subscribe ដើម្បីទទួលបានវីដេអូអត្ថប្រយោជន៍បន្ថែមទៀតសូមអរគុណ